ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី5នៃដំណើរកម្សាន្តរបស់ខ្ញុំទៅខាងរដ្ឋ Tasmania ផងដែរបងប្អូនហើយថ្ងៃនេះចង់នាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាទិដ្ឋភាពនៅខាង Cataract Gorge Reserve វិញម្ដងបងប្អូន I want to do it look at it. សម្រាប់ពុកម៉ែបងប្អូនដែលអត់ទាន់បានទៅលេងកន្លែងនេះទេទីនេះស្ថិតនៅជិតក្រុង Launceston ត្រឹមតែប្រហែលជា 5-10 នាទីតែប៉ុណ្ណោះវាជាតំបន់ធម្មជាតិដ៏ល្បីមួយដែលមានប្រវត្តិយូរជាង100ឆ្នាំហើយមានកន្ត្រកដ៏ល្បីដែលគេចាត់ទុកវាថាវែងជាងគេនៅលើពិភពលោកហើយបងប្អូនទាំងអស់គ្នាអាចដើរឆ្លងកាត់ស្ពានយល់ហើយមើលទេសភាពទន្លេហើយដ៏ស្រស់ស្អាតបានបងប្អូនបងប្អូនមកកន្លែងដើរលេងកម្សាន្តជាមួយគ្រួសារនៅខាង Tasmania ហើយនេះគឺនៅកន្លែងGorge Reserve ទេសភាពធំទាំងនេះស្អាតបងប្អូនហើយនេះជាលើកទី1ហើយដែលមកដើរលេងនៅខាង Tassie ក៏ប៉ុន្តែជាលើកទី4នៅក្នុងការដើរ holiday ក្នុងរយៈពេល1ឆ្នាំនេះបងប្អូនហើយទីនេះក៏មានគេហៅថាអាងហែលទឹកធម្មជាតិ outdoor pool ដែលនៅពេលរដូវក្តៅគឺមានមនុស្សជាច្រើនតែងតែមកលេងហែលទឹកអញ្ចឹងបងប្អូនហើយទីនេះគេមានផ្លូវស្រួលមែនតើគឺបងប្អូនអាចដើរបានមិនថាចាស់មិនថាក្មេងឬក៏មានអ្នកដែលគាត់នៅលើ wheelchair អញ្ចឹងក៏អាចដើរបានកន្លែងតំបន់ស្មើបានដូចគ្នាបងប្អូនបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទេក៏បងប្អូនអាចដើរឡើងទៅខាងលើជាកន្ត្រកយល់បានដើម្បីមើលទេសភាពពីខាងលើអញ្ចឹងបងប្អូនប៉ុន្តែបើសិនជាបងប្អូនអត់ចង់ចំណាយលុយដើម្បីឡើងជិះកន្ត្រកទេបងប្អូនអាចដើរស្មើជើងមើលទេសភាពទឹកអីតាមហ្នឹងហើយបងប្អូនក៏អាចគន់មើលទេសភាពជាមួយនឹងសត្វកង្កោកសត្វបូលប៊ីអីផ្សេងទៀតផងដែរបងប្អូនគឺមានកន្លែងជាច្រើនដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចដើរកម្សាន្តទស្សនាសម្រាប់អ្នកដែលគាត់ចូលចិត្តបែបលក្ខណៈធម្មជាតិព្រៃភ្នំអីកន្លែងនេះគឺស្រស់ស្អាតហើយបងប្អូនអាចទៅដើរលេងបានខ្ញុំ recommend មែនតើបើសិនជាបងប្អូនទាំងអស់គ្នាមានឱកាសបានទៅដើរលេងនៅខាង Launceston ផងដែរបងប្អូនThôi mua ọtសុភ័ក្រស្អាតខណានៅលើភ្នំឡើងជុំនេះអាប់ភ្នំកាត់ភ្នំឆ្នេរភ្នំOkay. ប
និយាយទៅគេប៉ិនមែនតែបងប្អូនគេចោះធ្វើផ្លូវបែបមកចំហៀងចំអៀនថ្មហ្នឹងគេធ្វើផ្លូវឲ្យយើងដើរគឺបានវែងមែនតែនហើយកន្លែងនេះបងប្អូននាំគ្នាស្កប់នេះកំពុងតែឆ្ងល់តែគេធ្វើអីតាមពិតទៅដល់ពេលសួរគេទៅកន្លែងនេះគេកំពុងតែធ្វើការតេស្តមើលភ្នំអញ្ចឹងបងប្អូនគេខ្លាចគីឡូមានប្រេះអីអញ្ចឹងទៅបើយើងនឹកដំណើរទៅដើរអីនេះទៅខ្លាចមានគ្រោះថ្នាក់អញ្ចឹងគេតែងតែធ្វើតេស្តថ្មហ្នឹងតើវាអាចទ្រុនជាមួយនឹងគេហៅថាកម្លាំងថ្មភ្នំបានអត់អញ្ចឹងបងប្អូនគឺស្រុកគេប្រយ័ត្នសុវត្ថិភាពមែនតើនិយាយរួមទៅបើសិនជាបងប្អូនមានពេលវេលាដើរមានកម្លាំងដើរផ្លូវគេធ្វើតាមជំរាកថ្មភ្នំហ្នឹងគឺវែងមែនតើបងប្អូនដោយសារតែបើសិនជាបងប្អូនទៅកន្លែងហ្នឹងបងប្អូនចង់ទៅធ្វើការជួលទូកអីជិះតាមមាត់ទឹកហ្នឹងដើម្បីមើលទីក្រុង Long Sister ហ្នឹងក៏បានដែរគេមានជួលទូកអញ្ចឹងបងប្អូនតែបើសិនជាអ្នកដែលគេចង់ដើរបែបលក្ខណៈមើលទេសភាពហើយដើរហាត់ប្រាណផងគឺអាចដើរបានប្រហែលជាចំណាយពេល 4-5 ម៉ោងបងប្អូនមិននិយាយទៅវាគេធ្វើផ្លូវមកជុំវិញ city ទីក្រុងគេនឹងតែម្ដងប៉ុន្តែដោយសារតែពួកខ្ញុំអីអត់សូវមានពេលវេលាដោយសារតែយើងត្រូវទៅខាងក្រុងមួយទៀតអញ្ចឹងគឺអត់បានចំណាយពេលវេលាដើរឲ្យអស់ទេប៉ុន្តែបើសិនជាបងប្អូនមានឱកាសហើយបងប្អូនទៅកន្លែងហ្នឹងបងប្អូនចំណាយពេលតែមួយថ្ងៃដើរនៅកន្លែងហ្នឹងប្រហែលជាសង់អត់ចង់គ្រប់ផងបងប្អូនព្រោះអីឆ្ងាយហើយមានកន្លែងគេដើរតាមមកចំអូទឹកនឹងរហូតអញ្ចឹងណាបើសិនជាបងប្អូនអត់ចង់ជិះទូកបែបគេហៅថា cruise បំបីលំហែតាមលើមាត់ទឹកអញ្ចឹងបងប្អូនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់ហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាអត់ចង់ខកខាននឹងការផុសឬក៏វីដេអូថ្មីរបស់នាងខ្ញុំទេបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like ជួយ comment ហើយនិង follow page របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូអាប់ដេតថ្មីទៀតអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា